បាទជំរាបសួរស្ដីទៅកាន់អ្នកមើលទាំងអស់គ្នាយ៉ាងណាចេញវីដេអូថ្មីមួយគឺវីដេអូប្លុកខ្លួនឯងហើយទៅបាញ់កដោលេងនៅវាលហើយនេះគឺជាសកម្មភាពខ្លះៗដែលខ្ញុំបានចេញដំណើរពីភូមិរបស់ខ្ញុំទៅហើយភូមិរបស់ខ្ញុំគឺទន្លេយើងហ្នឹងសង្កែហើយខ្ញុំបើកតាមផ្លូវក៏បានជួបចែនឹងបងខ្ញុំក៏ទឹកត្រីទៅលក់អញ្ចឹងអ្នកទន្លេគេរស់ស៊ីគឺធ្វើដំណើរដោយប្រើកាណូតប្រើអីចឹងឯងហើយនេះខ្ញុំថតវីដេអូប្លុកកំមកថាថតហើយមិនបានឃើញមុខខ្ញុំបាទអានេះគឺសកម្មភាពខ្ញុំទៅដល់វាលខ្ញុំទៅដល់វាលមាន4កាណូតចឹងបាញ់កណ្ដោបាទហើយទៅដល់ហ្នឹងក៏ជួបបងប្អូនក៏ទៅពី3កាណូតទៀតបងប្អូនខ្ញុំអ្នកភូមិអ្នកស្រុកហ្នឹងដែរហើយយើងជិះបានទៅដល់កន្លែងព្រៃហើយថ្ងៃហ្នឹងមេឃភ្លៀងទៀតណាបងប្អូនអើយមើលមេឃឡើងខ្មៅនេះជួមមកដល់ព្រៃហើយក៏រៀបចំបាញ់បាទនេះខ្ញុំរៀបចំកាន់ចាពៀមទៅលងទួងម៉ាំងពីធឹងអត់ដឹងស្អីបាញ់មិនសូវបកែបាទបកែសំដែងយងបាទហើយបាញ់ហ្នឹងបាទគឺយើងបាញ់ផងហើយហ្នឹងមេឃខ្មៅរោភ្លៀងបាទយើងបាញ់បានមួយផ្លេតមេឃក៏ចាប់ផ្ដើមភ្លៀងមកប៉ុន្តែភ្លៀងមិនខ្លាំងទេមកគួសមនេះណាបាទគឺដាក់មកតិចជុំហ្នឹងហើយបាទហើយមេឃក៏ខ្យល់ដែរនៅពេលដែលទឹកធំអញ្ចឹងទៅវាលិចព្រៃអស់អញ្ចឹងទៅវាខ្យល់ហាច់លេដូចដែលខ្ញុំថតមុនវីដេអូអញ្ចឹងណាឃើញបើកកាណូតមកគឺស្លាស់ល្វឹងហើយមានរលកធំទៀតបើសិនជាខ្យល់ខ្លាំងគឺយើងពិបាកដែរបើសិនជាយើងទៅបាញ់ហ្នឹងប៉ុន្តែមេឃវាគ្រាន់តែភ្លៀងប៉ុន្តែវាអត់មានខ្យល់បើសិនជាមានខ្យល់គឺពិបាកដែរបងគឺខ្យល់ខ្លាំងមកបោកទូកក្លាប់អាហ្នឹងគេហៅទូកស្មាច់ណាតែខ្ញុំជិះហ្នឹងបាទនេះបាញ់ព្រឹតបាទបាញ់ទៅគឺអត់ត្រូវទេបាទសំដែងយកនេះបាទបាញ់ត្រូវធ្លាក់បងខ្ញុំចាប់ឲ្យមើលនេះកដោហើយកដោនៅទន្លេគឺអត់ដូចកដោនៅក្រុងទេព្រោះដោយសារតែនៅទន្លេវាស៊ីផ្លែឈើធម្មជាតិហើយនឹងត្រីដែលងាប់ណាបើនៅទន្លេវាអាចអស់នៅសំទុះនៅក្រុងអាចស៊ីនៅលូនៅជ្រឹមអីចឹងទៅវាកខ្វក់ប៉ុន្តែនៅទន្លេគឺអត់ទេកខ្វក់ទេបាទមិញបងខ្ញុំក៏លូតចាប់ឲ្យក៏លូតទឹកចាប់ប៉ុន្តែក៏លូតដួសក៏អត់ស្បៃបាទនេះខ្ញុំបាញ់ទៀតណាសកម្មភាពបាទបាញ់ចុះបាញ់ឡើងបាទកដោលូតទឹកអីសบายតែកដោលូតទឹកចាប់ឯណាគឺយើងលូតទឹកចាប់កដោសบายណាបងនេះបើសិនជាអ្នកដែលចង់មកលេងមកបាញ់អញ្ចឹងគឺត្រូវហើយណានៅទន្លេខ្ញុំណាបាទដាក់ក្លឹបមកណាបាទនេះកដោបាទជួយមើលនេះបាទឥឡូវកដោធ្លាក់ទឹកឥឡូវខ្ញុំចាំមើលកដោវាផុសពេលណាដែលយើងចាំមើលវាមួយច្រើនដងវាអាចមួយអត់លិចឯកដោហ្នឹងណាវាមួយលិចដែរប៉ុន្តែមួយ